ai đâm kia thưa ai được giúp không ô ai cái này nó là cái pe đâu nó nè bóng ơi lô nó là cái pe đâu nó mà là so spriệt so sprung đâu và rồi ôi bà ơi mày mà ôm nó ba bên này ôm ô tiếng ba bên này ôm nó đi wow tiệt tu ô ba này cho nó បាទហ្នឹងហើយបងប្អូនខ្ញុំឃើញវីដេអូបងប្រុសម្នាក់ដែលគាត់បានបង្ហោះគាត់ឃើញគាត់ចាប់សត្វខ្ញុងដើមមាននេះគាត់ថាយកទៅហូបកើតដែរបងប្អូនអាសត្វប្រភេទនេះបើសិនជាកូនក្មេងវិញមកវានោមដាក់នំអីវាឡើងក្រហមកទួលហ្មងហើយស្អុយវាបាញ់ទឹកមកតាមខ្នងវាស្អុយមែនតើបងប្អូនប៉ុន្តែឃើញក្នុងវីដេអូបងប្រុសលេងគាត់នាំគ្នាចាប់ហើយគាត់ថាយកទៅចៀនហូបអានឹងហូបកើតមែនអត់បងប្អូនបើហូបកើតនេះនៅផ្ទះខ្ញុំសម្បូរជាមួយខ្ញុំបេះហូបដែរប៉ុន្តែចង់ដឹងចង់សួរបងប្អូនថានឹងហូបកើតមែនអត់បើហូបវាសម្បូរមែនតើបងប្អូនហើយវាមកខំដើមមានវាខំមកកន្លែងត្រួយអានឹងបើវាខំហើយត្រួយមានយើងគឺចាប់ផ្ដើមងាប់តែម្ដងហើយមានអាទឹមតែសក់ថ្មីទូចមកកណោបងប្អូននេះអានឹងសត្វខ្ញុងដើមមានវាស្អុយមែនតើហ្មងពេលវាបញ្ចេញទឹកបានស្អុយវាមានអាចាស់វាមានអាខ្ចីបាទខ្ចីទូចនេះវាទឹមតែសក់អត់ទាន់មានស្លាបអត់ទាន់មានអីទេហើយសម្បូរខ្លាំងមែនតើនៅលើដើមមានអាសត្វហ្នឹងតែងតែឃើញនៅតែលើដើមមានឯងបងប្អូនភាគច្រើនដូចអត់ដែលឃើញនៅលើដើមអីផ្សេងអញ្ចឹងហើយបានគេហៅសត្វខ្ញុងដើមមានអញ្ចឹងអានេះវាប្រភេទវាដូចវាទៅតែសក់ខែនេះដល់ធ្លាក់ភ្លៀងមកវានៅក្នុងដីវាឡើងមកសក់មកខាងលើតែខ្ញុំឃើញក្នុងវីដេអូបងប្រុសម្នាក់នោះគាត់ចាប់យកទៅហូបយកទៅបំពងថាឆ្ងាញ់ជាងចរិតឆ្ងាញ់ដូចកាទៀទុកបងប្អូនមើលសាកមើលសត្វខ្ញុងដើមមាននេះម្ដងមកវារសជាតិបែបណាបើនៅផ្ទះលំពេញដើមមានអីនេះមានអីទៀតដើមមាន 3-4 ដើមនេះសិតតាសត្វហ្នឹងចាប់បានចង់កន្លះគីឡូ1គីឡូហ្នឹងមិនស្រួលប៉ុន្តែឃើញគាត់ចាប់ពេលយប់អញ្ចឹងបើពេលថ្ងៃវាអត់សូវចេញទេណាមិនស្រួលចាំមើលពេលយប់យើងសាកមកមើលដឹងវាចេញអត់ទៅមើលសាកយប់បន្តិចចាំមើលខ្ញុំដើរមកមើលម្ដងទៀតព្រោះឃើញវីដេអូបងប្រុសហ្នឹងគាត់ចាប់ពេលយប់ហើយគាត់ថាយកទៅចៀនយកទៅបំពងហូបទៅវាមានរសជាតិដូចកាទៀទូកដូចគាត់ហៅកាទៀទូកដើមមានបាទបងប្អូនចឹងហើយបងប្អូនណាដឹងជួយប្រាប់ផងថាសត្វហ្នឹងវាញ៉ាំបានមែនអត់ចង់សាកដែរសម្បូរចឹងយើងចង់សាកចង់តេស្តមើលដែរឃើញគេថាញ៉ាំបានចឹងបាទអរគុណច្រើនបងប្អូន